Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាពបន្តនៃរឿងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9ដែលជាភាគទី14របស់យើងចាប់ផ្ដើមនៅសាច់រឿងបន្ទាប់ពីយីសិនបានចាប់បញ្ចូលចំហាយធម្មពលតករបស់គាត់ទៅក្នុងដាវប្រែក្លាយទៅជាចំហាយធម្មពលដាវដ៏ធំសម្បើមដាក់ការវាប្រហារទៅលើផ្ទះរបស់យុនហ្វុយស្របពេលនោះផងដែរយើងក៏បានឃើញចំហាយធម្មពលដាវ3ដាវបានចាក់បំបីនៅចំហាយធម្មពលដាវតកមួយនោះធ្វើឲ្យយីសិនក៏បានស្រែកសួរថាតើឯងគឺជាអ្នកណាបង្ហាញខ្លួនឡើងគឺជាធានយីឯងឈប់ធ្វើពុតល្ងងខ្លាយទីទៅចំណែកនៅក្នុងបន្ទប់យុនហ្វុយដែលគាត់កំពុងតែទម្លុះនៅកម្រិតពេលនោះកញ្ជ្រងទុយវាក៏បានហិតក្លិនចំហាយក្លិនឈាមរបស់គាត់ពិតជាខ្លាំងក្លាមែនធ្វើឲ្យយុនហ្វុយក៏បានដឹងផងដែរពីចំហាយនៃធម្មពលរបស់បិសាចតើឯងគឺជាអ្នកណាហេតុអ្វីបានជាចូលមកទីនេះបានខ្ញុំមិនអនុញ្ញាតឲ្យឯងរៀននៅការដាំដុះទម្លុះកម្រិតរបស់ខ្ញុំឡើយរត់តែមិនទៅបរាជ័យនៅលើកនេះនោះទេហើយត្រូវតែស៊ូទ្រាំសម្រាប់វាឲ្យបានចំណែកកូនកញ្ជ្រងទុយនៃតាគិតក្នុងចិត្តអំណាចប្រលឹងដ៏រឹងមាំបែបនេះប្រសិនបើទម្រង់ពេទ្យរបស់ខ្ញុំអាចស្រូបយកនៅអំណាចប្រលឹងរបស់គាត់ទាំងអស់បានខ្ញុំប្រកាសជាអាចរួចខ្លួនពីការឃុំឃាំងពេលនោះវាក៏បានសម្រេចចិត្តហក់ចូលទៅប៉ុន្តែត្រូវបានចំហាយធម្មពលរបស់យុនហ្វុយរៀងធ្វើឲ្យវាឡើងបែកអំពិលអំពែតែម្ដងក៏លេមកខាងក្រៅយីសិនក៏បានដកថយមកខាងក្រៅដោយសារតែចំហាយធម្មពលដែលជាច្រើនបានវាប្រហារចូលមកដោយធានយីបានស្ដីឲ្យថាយីសិនអ្នកបានដឹកនាំមនុស្សចូលមកកន្លែងស្នាក់នៅសិស្សប្អូនរបស់ខ្ញុំហើយថែមទាំងបានធ្វើបាបពួកគាត់ទីផងតើអ្នកកំពុងតែចង់បានអ្វីតើអ្នកមិនខ្លាចច្បាស់សារកាត់ទោសទេឬយីសិនបានតបទៅវិញថាត្រឹមជាអ្នកបម្រើពីនេះរាប់ចូលជាសិស្សនិកាយទានយានផងបាយហ៊ាននៅរៀងផ្លូវរបស់យើងស្មើនឹងប្រមាណនិកាយទានយានដូចគ្នាប្រញាប់ជាពីផ្លូវរបស់យើងឥឡូវនេះភ្លាមពេលនោះឈូមូបាននិយាយថាសិស្សច្បងធានយីយើងពិតជាមិនអាចឲ្យគេចូលបាននោះទេវានឹងអាចរំខានដល់ការដាំដុះរបស់បងយុនហ្វុយធានយីគាត់ក៏មិនព្រមដែរបើចង់ចូលទៅត្រូវតែឆ្លងកាត់ដាវរបស់ខ្ញុំសិនសម្រុកចូលទៅយ៉ាងលឿនពេលនោះយីសិនក៏បានទាញចេញជាមួយនឹងបច្ចេកទេសប្រឡាតទឹកកករបស់គាត់ដែលធ្វើឲ្យធានយីគាត់បានដូរស្នៀតកាប់បំបីចេញយីសិននៅតែបន្តទាញដាវរបស់គាត់ចេញពីក្នុងទឹកហើយបញ្ជាចូលទៅវាប្រហារធានយីក៏បានកាប់ទម្រង់មួយយីស៊ឺក៏បានបន្ថែមជាមួយនឹងចំហាយធម្មពលដាវជាច្រើនទៀតដកថយយ៉ាងលឿនអាឡាខ្លួនមកខាងក្រោយក្រវែងទម្រង់មួយដាវធានយីបន្តក្រវីដាវរបស់គាត់ដើម្បីទប់ទល់ជាមួយនឹងដាវទឹកកករួចហើយក្រវែងត្រឡប់សងមកវិញដែលធ្វើឲ្យយីស៊ឺក៏បានបើកធម្មពលរបស់គាត់ទម្រង់ប៉ុន្តែលបឿនដាវទឹកកករបស់គាត់ខ្លាំងបានទម្លុះចូលមកកិច្ចផុតបន្តិចពេលនោះធានយីក៏បានស្ទុះចូលប៉ុន្តែត្រូវបានក្បួនទឹកកករៀងបាញ់ចេញជាប្រឡាទឹកកកជាច្រើនដែលធ្វើឲ្យគាត់បានកាប់ទម្រង់បន្តិចហើយប្រឡាទឹកកកផ្សេងទៀតក៏បានចាក់ទម្លុះកំភួនជើងរបស់គាត់រួមទាំងដៃជើងធ្វើឲ្យគាត់ក៏បានដួលកាប់មុខធ្វើឲ្យសៀអឺហើយនឹងស៊ឺមូមានការព្រួយបារម្ភយ៉ាងខ្លាំងសិស្សច្បងយីស៊ឺបាននិយាយថាបើមានលើកក្រោយខ្ញុំនឹងធ្វើឲ្យធ្ងន់ធ្ងរជាងនេះទៀតពេលនោះផងដែរស៊ឺមូបានខឹងយ៉ាងខ្លាំងខ្ញុំនឹងប្រយុទ្ធជាមួយនឹងឯងរហូតដល់ស្លាប់សៀអឺប្រើប្រាស់នៅបច្ចេកទេសរបស់ពួកយើងរួមបញ្ចូលគ្នាមុនស្នេហ៍រាប់ពាន់ត្រួតត្រាការខ្លែងបន្លំលេចឡើងជាចំហាយធម្មពលដ៏ខ្លាំងក្លាវាប្រហារចូលទៅដែលធ្វើឲ្យក្រុមរបស់យីស៊ឺមានការភ័យខ្លាចយ៉ាងខ្លាំងភ្លាមផងដែរធម្មពលរបស់គាត់ត្រូវបានរលត់ដូចជាដេកអស់គាស៊ឺមូខ្ញុំធ្លាប់បាន5នាក់រួចហើយថាពួកយើងមិនអាចធ្វើវាបានលឿនបែបនេះទេស៊ឺមូបានស្រែកឲ្យថាទាំងអស់នេះដោយសារតែនេះខ្ជិលច្រអូសមានខិតខំរៀនធ្វើឲ្យនេះមិនសុខចិត្តទេប្រកែកគ្នាចុះឡើងចំណែកយីសិនបានយកដៃរបស់គាត់ស្ទាបរបួសនៅលើមុខខឹងយ៉ាងខ្លាំងពួកឯងហ៊ានធ្វើឲ្យមុខរបស់ខ្ញុំហូរឈាមផងដូច្នេះក៏មិនទោសថាយើងខូខើឲ្យសោះហើយពេលនេះខ្ញុំនឹងសម្លាប់ពួកឯងទាំងពីរនេះចោលស្រែកបំផ្ទុនអំណាចធម្មពលតករបស់គាត់បាញ់ឡើងទៅខាងលើលំហទះចេញជាប្រឡាតកចូលទៅវាប្រហារហៀបនឹងដងស៊ឺមូនិងសៀវអឺទៅហើយយើងក៏បានឃើញវត្តមានរបស់កញ្ញាយើងបានបង្ហាញខ្លួនជាមួយនឹងកំណាប់ដៃពោពេញទៅដោយកម្លាំងធម្មពលវាប្រហារចូលទៅបំបីចេញបន្ទាប់មកឈើច្រត់ចង្កេះនៅលើដបូលផ្ទះយ៉ាងសង្ហាតើអ្នកគិតថាអ្នកគឺជាអ្នកណាដែលហ៊ានធ្វើបាបសិស្សប្អូនរបស់ខ្ញុំដែលធ្វើឲ្យស៊ឺមូនិងសៀវអឺមានសង្ឃឹមហើយពេលនេះសិស្សច្បងយីសិនបានតបទៅវិញថានេះមិនមានអ្វីទាក់ទងជាមួយនឹងអ្នកនោះទេងាកចេញទៅម្ខាងឲ្យលឿនភ្លាមទៅយីបាននិយាយថាអ្នកគឺជាលេខ1នៅកំពូលភ្នំទឹកតើមានឈ្មោះអ្វីទៅអូមិនចាំបាច់ខ្វល់នោះទេព្រោះថាក្រុមរបស់ពួកនេះសុទ្ធតែជាមនុស្សអាក្រក់ដែលធ្វើឲ្យក្រុមរបស់យីស៊ឺពេលនេះបានផ្លាស់ប្ដូរទឹកមុខខឹងយ៉ាងខ្លាំងតើខ្ញុំអាចអាក្រក់ដោយអ្នកដទៃដោយរបៀបណាពេលនេះមើលមុខខ្ញុំឲ្យចិត្តបន្តិចសិនទៅពេលនោះយើងអោនមុខចុះឲ្យសម្លឹងមើលខ្ញុំបានព្យាយាមសម្លឹងមើលឲ្យអ្នករត់តែអាក្រក់ជាងពួកគេទៅទៀតក្រឡេកមកយុនហ្វុយនៅតែបន្តស្រូបយកនៅចំហាយធម្មពលឈាមវិញ្ញាណខណៈពេលនោះផងដែរកញ្ជ្រងទុយក៏បានដឹងខ្លួនឡើងមកវិញប៉ុន្តែហាក់បីដូចជានៅរៀងសើសម្លឹងមើលយុនហ្វុយហើយវាក៏បានប្រញាប់រត់ចេញទៅវិញចំណែកនៅខាងក្រៅយីស៊ឺបានស្ដីឲ្យថាអ្នកហ៊ានរៀងខ្ញុំផងល្អខ្ញុំនឹងចាប់ពួកនេះទាំងអស់គ្នាព្រមគ្នាតែម្ដងដាក់ដៃចុះឡើងលេចចេញជាមួយនឹងប្រឡាទឹកកកជាច្រើនបាញ់ជាចូលមកវាប្រហារពេលនោះយើងនេះមិនខ្លាយនោះទេសម្រុកចូលដូចគ្នាបើកឡើងចំហាយធម្មពលជាខាការពារប្រើប្រាស់ជាមួយនឹងរន្ទះជើងរបស់នាងធាកចុះទៅដែលធ្វើឲ្យយីសិនបានបញ្ចេញនឹងលីអូទឹកកករបស់គាត់ដើម្បីទប់ទល់រន្ទះជើងរបស់យើងពេលនោះផងដែរកូនចៅរបស់គាត់3 4នាក់មិនហ៊ានមើលនោះទេក្តោបមុខក្តោបពងដោយយើងនាងក៏បានភ្ញាក់ផ្អើលតែនេះគឺជាអ្វីវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ដោយយីសិនគេមិនលេងសើចនោះទេដោយសារតែនាងមកទីនេះដើម្បីស្លាប់ទៅហើយក៏មិនទោសខ្ញុំឲ្យសោះភ្លាមនោះផងដែរយើងក៏បានឃើញចំហាយធម្មពលដែរជាច្រើនទម្លាក់ចុះមកវាប្រហារទៅលើយីសិនដែលគឺជាវត្តមានរបស់ក្រុមធានយូឯពិតជាហ៊ានមែនដែលហ៊ានធ្វើបាបប្អូនរបស់ខ្ញុំនៅទីនេះតើអ្នកគិតថាសិស្សនៃនិកាយទានយានគ្មានអ្នកណាអាចទប់ទល់ជាមួយនឹងអ្នកបានមែនទេយីសិនក៏បាននិយាយថាលីងធានយូក្រែងអ្នកបានស្អប់យុនហ្វុយដែរមែនទេដោយសារតែវាបានទទួលសិទ្ធិពិសេសដណ្ដើមកន្លែងរបស់ឯងធានយូបានតបទៅវិញថានោះគឺជារឿងរវាងខ្ញុំហើយនឹងគាត់បើអ្នកហ៊ានធ្វើបាបពួកគេអ្នកនឹងខ្លាចជាសត្រូវរបស់ពួកយើងយីសិនពេលនោះគេក៏បានអស់សំណើចគ្រាន់តែក្រុមរបស់អ្នកមួយចំនួនតូចប៉ុណ្ណោះចង់មកបញ្ឈប់ខ្ញុំមែនទេប្រើប្រាស់នៅបច្ចេកទេសកុកទឹកកកត្រជាដែលវាបានផ្សាយភាជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លាបន្ទាប់ពីឃើញបែបនោះធានយូក៏បានជេរថាយីសិនឯងឈួតហើយមែនទេអ្នកហ៊ានប្រើទម្រង់មួយនេះដើម្បីប្រយុទ្ធជាមួយនឹងសិស្សដូចគ្នាពេលនោះទម្រង់ទឹកកកក៏បានលេចចេញគ្រប់គ្រងអ្នកទាំងអស់គ្នានៅទីនោះសូម្បីតែកូនចៅរបស់គេក៏បានហាមលបងបានហើយបើមិនដូច្នោះទេពួកយើងច្បាស់ជាត្រូវត្រជារហូតដល់ស្លាប់ជាមិនខានយីសិនពេលនេះគេក៏បានញញឹមហើយនិយាយថានៅក្នុងថ្ងៃនេះអ្នកទាំងអស់គ្នានឹងត្រូវស្លាប់ជាមួយនឹងយុនហ្វុយពេលនោះធានយូក៏បានសម្រុកចូលទៅវាប្រហារចាក់មួយដាវចូលទៅប៉ុន្តែដាវរបស់
គាត់ក៏ត្រូវបានប្រែបែកខ្ទៀតមកខាងក្រោយវិញដោយយើងនាងក៏បានគ្រាងើបឡើងមកវិញទម្រង់នៃការបង្កើតរបស់គេកំពុងតែបង្ក្រាបអំណាចធម្មពលខាងវិញ្ញាណរបស់ពួកយើងយីសិនតែនិយាយថាបន្ទាប់ពីថ្ងៃនេះយើងខ្លាំងលេខ1នៃនិកាយទៀនយើងគឺជាខ្ញុំបន្តសោកយ៉ាងសប្បាយចិត្តពេលនោះផងដែរជិនធានក៏បានបើកភ្នែកឡើងមកវិញជាមួយនឹងអំណាចធម្មពលដ៏ខ្លាំងក្លាទម្លុះនៅដំបូលផ្ទះបាញ់ឡើងទៅខាងលើលំហយ៉ាងខ្លាំងក្លាចំណែកធានយីបានគីស្មាឈូមូជាមួយនឹងសៀអឺទាំងទឹកមុខអស់សង្ឃឹមក្នុងករណីបែបនេះពួកយើងច្បាស់ជាស្លាប់នៅទីនេះទាំងអស់គ្នាជាមិនខានសៀអឺនាងក៏បានរលឹកដល់យុនហ្វៃលោកគ្រូឲ្យខ្ញុំសុំទោសផងខ្ញុំបានព្យាយាមអស់ពីសមត្ថភាពហើយស្រែកមួយទំហឹងកូនក្មេងតែម្ដងលោកគ្រូដែលយើងក៏បានឃើញអំណាចធម្មពលដ៏ខ្លាំងក្លារបស់យុនហ្វៃកំពុងតែបាញ់ទម្លាក់ចុះមកខាងក្រោមវិញគំតិចនឹងការបង្កើតទម្រង់គុកតកត្រជារបស់យីសិនឡើងបែកខ្ចាយតែម្ដងដែលធ្វើឲ្យគាត់ក៏បានភ្ញាក់ផ្អើលតើជាអ្វីទៅទម្លាក់ខ្លួនចុះមកខាងក្រោមគឺជាវត្តមានរបស់យុនហ្វៃតែពេលនេះគាត់បានផ្លាស់ប្ដូរសម្លៀកបំពាក់ថ្មីរបស់សិស្សនិកាយទៀនយានការបង្កើតទម្រង់គុកតករបស់នេះគ្មានអ្វីអស្ចារ្យនោះទេដែលពេលនេះផងដែរយុនហ្វៃបានឈានដល់ដំណាក់កាលចុងក្រោយនៃកម្រិតអាណាចក្រផែនដីដែលធ្វើឲ្យគ្នារបស់គាត់ពេលនេះមានសង្ឃឹមមកវិញហើយអញ្ញាយើងបានសរសើរថាពិតជាអស្ចារ្យណាស់យីសិនបាននិយាយថាយុនហ្វៃកុំគិតថាខ្ញុំខ្លាចអីឲ្យសោះស្រូបទីបញ្ចេញដល់វិញ្ញាណតករបស់គាត់ឡើងមកចាក់បញ្ចូលនៅធម្មពលរបស់គាត់រីកឡើងធំយុនហ្វៃឯមិនសាកសមពីឯកស្ថានសិស្សនៃនិកាយទៀនយាននោះទេយុនហ្វៃបន្ទាប់ពីឃើញចំហាយធម្មពលដើមវិញ្ញាណតកដ៏ធំសម្បើមវាប្រហារចូលមកគាត់ក៏បានបញ្ចេញអាវុធដើរខ្លីរបស់គាត់ដើម្បីទៅទប់រងទូតែខ្លាំងវាបានបំបីនៅចំហាយធម្មពលដើរតកដ៏ធំសម្បើមមួយនោះបន្តហោះសម្ដៅទៅរកកញ្ចឹងករបស់យីសិនកិច្ចផុតបន្តិចយុនហ្វៃក៏បានហោះចូលទៅជាមួយនឹងកំណាប់ដៃដែលពោពេញទៅដោយកម្លាំងធម្មពលតបកណ្ដាលមុខយីសិនពេញមួយទំហឹងធ្វើឲ្យគាត់ក៏បានខ្ទាតប៉ាំងឡើងត្រឡប់ត្រឡែនហុយជោគយុនហ្វៃក៏បានស្ដីឲ្យថាមនុស្សល្ងងគួរតែត្រឡប់ទៅកន្លែងរបស់ឯងវិញយីសិនបន្ទាប់ពីកូនចៅរបស់គេគ្រាងើបឡើងមកវិញគេមិនទាន់អស់ចិត្តនោះទេយុនហ្វៃថ្ងៃនេះគឺជាសំណាងរបស់ឯងពួកអដែងតោះទៅវិញពេលនោះយើងក៏បានខាត់ចាំបន្តិចសិនតើខ្ញុំបាននិយាយថាឲ្យអ្នកចាក់ចែងហើយឬនៅចំណែកធានយូបានខិតចូលមកខ្ញុំមិនខ្វល់នោះទេថាអ្នកបានធ្វើបាបអ្នកដទៃប៉ុន្តែអ្នកហ៊ានធ្វើបាបប្អូនប្រុសរបស់ខ្ញុំយីសិននៅតែចរិតលុយនេះគឺជានិកាយទៀនយានពូអ្នកមិនអាចសម្លាប់ខ្ញុំបាននោះទេដោយសារតែសារអនុវត្តច្បាប់បង្កាត់ទោសពួកអ្នកយុនហ្វៃបានប្រាប់ថាពួកយើងមិនសម្លាប់អ្នកនោះទេប៉ុន្តែពួកយើងអាចវាយឯងបានមួយកំភ្លេងលន់សូតែផាច់ខ្ទៀតប៉ាងជ្រុះថ្មីអស់ពី3ដោយធានយូក៏បានបន្លាស់ទីយ៉ាងលឿនទៅកាក់មុខតបមួយដៃទៀតប៉ាងស្ទុយចំណែកយើងពេលនេះឡើងរំភើបតែម្ដងស្ទុះចូលមកយ៉ាងលឿនវាដល់វេនរបស់ខ្ញុំហើយកំណាប់ដៃដែលពោពេញទៅដោយកម្លាំងធម្មពលរបស់នាងវាចូលចង្ការកាយឡើងដឹបប៉ាងបោកមកខាងក្រោយពេលនោះយុនហ្វៃក៏បានបញ្ឆេះនៅកម្លាំងធម្មពលរបស់គាត់តបកណ្ដាលធ្ពាល់ពេញឡើងសុទ្ធតែសាច់ដែលធ្វើឲ្យយីសិនពេលនេះហាក់បីដូចជាបាល់ទាត់អញ្ចឹងដោយសារតែធានយូបានទាត់មួយជើងยิงថែមមួយទៀតឡើងស្ដុកតែម្ដងស្នៀតចុងក្រោយទុកឲ្យខ្ញុំជាអ្នកបង្ហើយសម្រុកចូលទៅយ៉ាងលឿនស្របពេលយីសិនកំពុងតែងើបឡើងមកវិញមួយជើងពេញដូចជាសុទ្ធពេលនាងទីអញ្ចឹងធ្វើឲ្យយីសិនខ្ទាតប៉ាំងឡើងស្ទុយហើយកូនចៅរបស់គេទាំង4នាក់ក៏មិននៅនោះដែរបន្លាស់ទីយ៉ាងលឿនហេតុការណ៍ទាំងអស់ត្រូវបានលបមើលឃើញដោយកញ្ជ្រោងតូចផងដែរដែលធ្វើឲ្យវាពេលនេះហាក់បីដូចជានឹកឃើញនៅល្បិចម្យ៉ាងចំណែកធានយូសម្លឹងមើលប្អូនប្រុសរបស់គាត់ហើយធូរទ្រូងដល់ចូលទៅគ្រាធានយីតោះទៅព្យាបាលរបួសពេលនោះយុនហ្វៃក៏បានធ្វើការគោរពអរគុណទៅអ្នកទាំងពីរផងដែរឈូមូបាននិយាយថាបងប្អូនទាំងពីរនាក់នេះមានអត្តចរិតខុសគ្នាមើលទៅពិតជាគួរអស់សំណៃណាស់រួចហើយគាត់ក៏បានចាក់យកថ្នាំគ្រាប់ពីថងយាមឲ្យទៅស៊ឺអឺពេលនោះយុនហ្វៃក៏បានដើរចូលមកអ្នកទាំងពីរមិនត្រូវបង្ខំចិត្តប្រយុទ្ធទាំងដឹងថាមិនអាចយកឈ្នះបាននោះទេដោយសារតែពិភពខាងក្រៅនេះមិនមែនជាត្រកូលគ្រួសារយីរបស់យើងនោះឡើយស៊ឺមូបានតបថាពួកយើងមិនបានគិតវែងឆ្ងាយដល់ថ្នាក់នោះទេដោយសារតែពួកយើងត្រូវតែរៀបរៀងមិនឲ្យអ្នកណាចូលទៅរំខានអ្នកបាននោះឡើយទើបតែលេបថ្នាំមិនទាន់បានរលាយផងយីងនាងក៏បានចូលទៅទស្សនាអ្នកទាំងពីរដែលធ្វើឲ្យយុនហ្វៃមានការព្រួយបារម្ភស្រាលដៃបន្តិចទៅបើមិនដូច្នោះទេពួកគេច្បាស់ជាស្លាប់ក្នុងដៃរបស់នាងជាមិនខានដោយយីងនាងក៏បានធ្វើការធ្វើ20តោខ្ញុំគ្មានចេតនាដូច្នេះទេមុននឹងខ្ញុំឃើញបច្ចេកទេសស្នេហ៍រួមបញ្ចូលគ្នារបស់ពួកនេះពិតជាសប្បាយណាស់តើពួកនេះអាចបង្រៀនខ្ញុំបានដែរឬអត់សៀវអឺបានប្រាប់ថាលោកគ្រូអាចបង្រៀនបានយីងបានសួរថាតើអ្នកមានស្នេហ៍សប្បាយផ្សេងទៀតដែរឬទេដើម្បីយកមកបង្រៀនខ្ញុំបន្ថែមទៀតយុនហ្វៃក៏បានតបទៅវិញជាការពេតណាខ្ញុំអាចបង្រៀនបានប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយយីងនាងក៏បានយកព្រមលក្ខខណ្ឌអ្វីក៏បានឲ្យតែអ្នកព្រមបង្រៀនខ្ញុំយុនហ្វៃក៏បានលើកឡើងនាពេលអនាគតនៅក្នុងនិកាយទានយាមិនថាមានរឿងអ្វីកើតឡើងក៏ដោយអ្នកត្រូវតែជួយខ្ញុំដើម្បីការពារពួកគេពេលនោះយីងរំភើបយ៉ាងខ្លាំងគ្មានបញ្ហានោះទេទោះតែលើខ្នងនេះទាំងពីរម្ដងទៀតដែលធ្វើឲ្យពួកគេពីរនេះឡើងលន់ជង្គង់ក្អួតឈាមចេញពីមាត់ដែលធ្វើឲ្យយុនហ្វៃបានស្រែកយ៉ាងខ្លាំងឈូមូសៀវអឺក្រឡេកមកកំពូលភ្នំទឹកដែលជាកន្លែងស្នាក់នៅរបស់យីសិនដែលពេលនេះផងដែរគេកំពុងតែដេកនៅលើគ្រែស្ទាបនៅមុខរបួសនៅលើមុខហើយកូនចៅរបស់គេពីរនេះកំពុងតែច្របាច់ដៃច្របាច់ជើងឲ្យខឹងចិត្តយ៉ាងខ្លាំងយុនហ្វៃឯហ៊ានវាមុខរបស់យើងម្ដងទៀតហើយកូនចៅរបស់គេសាធុក៏បាននិយាយយកចិត្តថានៅក្នុងថ្ងៃនេះគឺជាការធ្វើប្រហែសរបស់ពួកយើងខ្ញុំមិនបានរំពឹងទុកថាធានយីហើយនឹងយើងបានបង្ហាញខ្លួនភ្លាមនៅទីនោះទេយីសិននៅតែមិនអស់ចិត្តហេតុអ្វីបានជាស្រីចំគូននោះជួយយុនហ្វៃតើប្រវត្តិយុនហ្វៃបែបណាខ្លះទៅអ្នកបានដឹងអំពីរឿងវាខ្លះទេពេលនោះសាស៊ឺឆ្លើយមិនចេញនោះទេគេក៏បានដកនៅសម្បត្តិមួយប្រកល់ទៅឲ្យយីសិនវាគឺជាសម្បត្តិរបស់ព្រះអង្គម្ចាស់ដែលខ្ញុំទទួលបានដោយចៃដន្យវាហាក់បីដូចជាបាននិយាយអំពីយុនហ្វៃបន្ទាប់ពីយកមកអានយីសិនក៏បានដឹងគេគឺជាអ្នកព្យាបាលព្រះអង្គម្ចាស់ទី3គាត់ថែមទាំងត្រូវបានអញ្ជើញឲ្យចូលទៅក្នុងរាជវង្សទៀតផងដើម្បីទៅចូលរួមការប្រកួតព្យាបាលជំងឺដូច្នេះយុនហ្វៃគេមានទំនាក់ទំនងជាមួយនឹងព្រះអង្គម្ចាស់ទី3សាស៊ូបានសើបន្តិចហើយប្រាប់ថាលបងប្រសិនបើយើងអាចសម្លាប់យុនហ្វៃបានយើងនឹងមានចំណែកជួយទៅដល់ព្រះអង្គម្ចាស់ត្រូវហើយជាការពិតណាស់ប៉ុន្តែព្រះអង្គម្ចាស់បានបញ្ជូនខ្ញុំចូលមកនិកាយទានយាននេះដើម្បីរកវិធីចូលទៅក្នុងច្រកទ្វារសម្ងាត់ប្រសិនបើខ្ញុំសម្លាប់គេឥឡូវនេះអត្តសញ្ញាណពិតប្រាកដរបស់ខ្ញុំនឹងត្រូវបង្ហាញធ្វើឲ្យមានការខាតបង់ច្រើនជាងចំណេញខណៈពេលនោះចំហាយនៃធម្មពលរបស់បេសកញ្ជោក៏បានចូលមកចុះបើអ្នកមិនចាំបាច់សម្លាប់គេដោយខ្លួនឯងដោយចំហាយនៃធម្មពលរបស់បេសកញ្ជោបានធ្វើឲ្យកូនចៅរបស់គាត់ពីរនាក់ជួបគៀងនៅមួយកន្លែងក្រឡេ
លេចទៅបិសាយកញ្ជ្រោងក៏បានដើរចូលមកធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលហើយបានស៊ូទៅនេះគឺជានរណាភ្លាមចំហាយនៃធម្មពលបិសាយកញ្ជ្រោងក៏បានជ្រាបចូលទៅក្នុងរាងកាយរបស់គាត់ហើយបង្ហាញនៅរាងកាយដ៏ល្វត់ល្វន់ដែលគឺជាបិសាយដ៏ស្រស់ស្អាតខ្ញុំអាចតំណាងឲ្យអ្នកបានក្នុងការសម្លាប់យុនហ្វៃពេលនោះយីសិនក៏បានសួរបញ្ជាក់តើអ្នកពិតជាអាចសម្លាប់យុនហ្វៃបានមែនទេសាយបន្តិចនាងក៏បានផ្លុំជាចំហាយធម្មពលទៅលើមុខរបស់យីសិនលបួងយុនហ្វៃចូលទៅក្នុងព្រៃអាប់ខ្មោច100អ្វីដែលនៅសេសសល់ខ្ញុំគឺជាអ្នកចាត់ការពេលនោះយីសិនក៏បានញញឹមហើយសាយបន្តិចលបួងគេចូលទៅក្នុងព្រៃអាប់ខ្មោច100មែនទេសាយរឿងក៏បានកាត់មកពេលព្រឹកនៅក្នុងថ្ងៃថ្មីដែលស៊ឺមូជាមួយនឹងសៀវអឺកំពុងតែស្រែកហៅនៅកញ្ជ្រោងតូចហើយចុះហើយឡើងពេលនោះយុនហ្វៃក៏បានមកដល់អ្នកទាំងពីរមិនទាន់ជាសះស្បើយពីរបួសនៅឡើយនោះទេហើយអ្វីបានចេញមកក្រៅរោគនៅកញ្ជ្រោងតូចសៀវអឺបានប្រាប់ថាលោកគ្រូមិនទាន់ដឹងទេកញ្ជ្រោងតូចនោះគួរឲ្យស្រឡាញ់ណាស់និងមានអេរយាប័តល្អស៊ឺមូបានបន្ថែមត្រូវហើយវាតូចណាស់តើវានឹងអាចរកអាហារនៅទីនេះញ៉ាំដោយខ្លួនឯងបានដោយរបៀបណាបន្ទាប់មកអ្នកទាំងពីរក៏បានបន្តដើររោគដែលធ្វើឲ្យស៊ឺមូក៏បាននឹកដល់នៅពេលដែលវឹកហាត់កញ្ជ្រោងតូចមួយក្បាលនោះចូលទៅក្បែរគាត់ដែលវាកំពុងតែព្យាយាមតាមដាននៅអំណាចធម្មពលប្រលឹងរបស់គាត់វាហាក់ដូចជាកញ្ជ្រោងមួយក្បាលនោះមិនមែនធម្មតានោះទេគាត់ក៏បានប្រាប់អ្នកទាំងពីរថាខ្ញុំនឹងជួយរកមើលវានិកាយទានយានមានទំហំប៉ុណ្ណឹងវាមិនគួរទៅណាឆ្ងាយនោះឡើយដែលធ្វើឲ្យសៀអឺបានសប្បាយចិត្តអរគុណលោកគ្រូរួចហើយពួកគេក៏បានបន្តដើរស្វែងរកស្រែកហៅឡើងពេញនឹងយុនហ្វៃក៏បានសម្លឹងទៅមើលកំពូលភ្នំធំនៃនិកាយទានយានប្រើប្រាស់នៅអំណាចធម្មពលរបស់គាត់ដើម្បីសម្លឹងមើលដែលធ្វើឲ្យគាត់បានលល់មាត់ថាទឹកដីបុរាណដ៏មានឥទ្ធិពលខ្ញុំមិនបានរំពឹងទុកថានឹងមានសរសៃអ្នកនៅលើផែនដីនេះទេដែលវាកំពុងតែស្ថិតនៅក្រោមនិកាយទានយានកំពូលភ្នំទាំង5នេះត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់ទៅជាឋានសួគ៌ដ៏ជ្រាលជ្រៅការបង្កើតភ្នំដ៏ទេវភាពទាំង5នេះវាហាក់ដូចជាមេស្ថាបនិកនៃនិកាយទានយានប្រកាសជាអ្នកជំនាញកំពូលជាមិនខានវាចម្លែកណាស់ខ្ញុំមិនអាចមើលឃើញតាមរយៈពន្លឺមាសនៅលើកំពូលភ្នំធំទេសូម្បីតែអំណាចប្រលឹងវិញ្ញាណរបស់អាទ្រីស៊ូគេក៏មិនអាចមើលបានដែរស្របពេលនោះយីសិនក៏បានមកដល់យុនហ្វៃក្រឡេកទៅឃើញយុនហ្វៃក៏បានស្ទុះចូលបំរុងនឹងទាគឺជាឯងទៀតហើយមែនទេយីសិនក៏បានលើកដៃឈប់សិនខ្ញុំបានមកទីនេះជាពិសេសដើម្បីសុំទោសចំពោះរឿងការពីម្សិលមិញសូមអ្នកអត់ទោសឲ្យខ្ញុំផងយុនហ្វៃក៏បានចាប់អារម្មណ៍ពីចំហាយធម្មពលបិសាចចម្លែកមួយនេះម្ដងទៀតហើយខ្ញុំក៏ចង់ដឹងដែរថាគេមកនេះមានបំណងអ្វីយីសិនក៏បានបន្តនិយាយឃើញរូបរាងនេះពេលនេះភ្លាមនេះហាក់ដូចជាកំពុងតែស្វែងរកនៅអ្វីមួយមែនទេយុនហ្វៃបានប្រាប់ថាខ្ញុំកំពុងតែស្វែងរកនៅកញ្ជ្រោងតូចមួយដោយសារតែការស្រែកដ៏គួរឲ្យខ្លាចរបស់អ្នកការពីម្សិលមិញធ្វើឲ្យវាក៏បានភ័យរត់គេចខ្លួនបាត់យីសិនក៏បាននិយាយថាកញ្ជ្រោងតូចវាពិតជាចៃដន្យមែនខ្ញុំទើបតែឃើញវាឆ្ពោះចូលទៅក្នុងព្រៃខាងមុខហើយខ្ញុំនឹងនាំអ្នកចូលទៅរកវានៅទីនោះយុនហ្វៃក៏បានដើរចូលទៅលើកដៃធ្វើឲ្យយីសិនមានការភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែគាត់មិនបានធ្វើអ្វីនោះទេត្រឹមតែទះស្មាបន្តិចបើអញ្ចឹងចូលនាំផ្លូវខ្ញុំទៅដោយយីសិនក៏បាននាំផ្លូវតាមខ្ញុំមកបន្ទាប់ពីដើរចូលបដក្នុងព្រៃកាន់តែជ្រៅពេលនោះយីសិនក៏បានគិតក្នុងចិត្តហើយបានធ្វើបាបខ្ញុំម្ដងហើយម្ដងទៀតខ្ញុំនឹងសងសឹកឯងវិញឆាប់ៗនេះបន្ទាប់ពីមកដល់ទីលានតូចមួយកន្លែងគេក៏បានប្រាប់ថាយុនហ្វៃនេះគឺជាកន្លែងដែលខ្ញុំបានឃើញកញ្ជ្រោងតូចវារត់ចូលមកពេលនោះយុនហ្វៃមិនបានតបស្ដីអ្វីនោះទេក៏បានដើរឡើងទៅដែលគឺជាឱកាសរបស់យីសិនប្រើប្រាស់ធម្មពលរបស់គាត់ទម្លាក់ទៅលើទីលានមួយនោះវាក៏បានប្រែក្លាយទៅជាទម្រង់មួយដែលគឺជាអំណាចធម្មពលរបស់បិសាចកញ្ជ្រោងពេលនោះវាក៏បានគ្រប់គ្រងទៅលើយុនហ្វៃធ្វើឲ្យគាត់ក៏បានជប់គៀងនៅមួយកន្លែងពេលនោះយីសិនបានសប្បាយចិត្តយ៉ាងខ្លាំងយុនហ្វៃគ្មានអ្នកណាអាចត្រឡប់ចេញពីព្រៃអាប់ខ្មោច100នេះបានទេហើយវាក៏ដល់ពេលដែលឯងត្រូវទៅឋាននរកផងដែរបន្តសោះយ៉ាងលៀតដូចជាអស់$20ម្នាក់ឯងអញ្ចឹងសកម្មភាពទាំងអស់ត្រូវបានលោកមើលឃើញដោយស៊ឺមូជាមួយនឹងសៀវអឺកុំអាលអីពួកយើងត្រូវតែប្រញាប់ទៅរកលោកព្រឹទ្ធាចារ្យឌូតោះពួកយើងឆាប់ឡើងបន្ទាប់ពីយីសិនគាត់បានដើរត្រឡប់មកវិញពេលនោះយើងក៏បានឃើញការភ្នែករបស់បិសាចកញ្ជ្រោងផុសឡើងដែលវិញ្ញាណរបស់វាត្រូវបានគ្រប់គ្រងនៅក្នុងប៉មរូបរាងកាយពិតរបស់ខ្ញុំមិនអាចចាក់ចេញពីទីនេះបានឡើយប៉ុន្តែបើមាននរណាម្នាក់ចូលទៅក្នុងព្រៃអាប់ខ្មោច100ដែលជាកន្លែងអំណាចធម្មពលបិសាចរបស់ខ្ញុំទៅដល់ពួកគេទាំងអស់នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំដែលពេលនោះនាងក៏បានដោះលែងនៅព្រលឹងវិញ្ញាណរបស់បិសាចកញ្ជ្រោងតូចៗជាច្រើនដែលធ្វើឲ្យពួកវាបានសប្បាយចិត្តអរគុណម្ចាស់ស្រីកញ្ជ្រោងបុរាណបិសាចកញ្ជ្រោងបានបញ្ជាថាស្រូបយកនៅធម្មពលព្រលឹងវិញ្ញាណរបស់គេទាំងអស់មកខ្ញុំបានទទួលបញ្ជាក្រឡេកមកយុនហ្វៃដែលជាប់គៀងនៅមួយកន្លែងគាត់ក៏បានកើតចំហាយនៃធម្មពលរបស់បិសាចនៅក្នុងព្រៃនេះកាន់តែខ្លាំងក្លាឡើងដែលវាកំពុងតែកើនឡើងជាវាភក់ដ៏គួរឲ្យខ្លាចផងដែរដោយកម្លាំងបច្ចុប្បន្នរបស់ខ្ញុំឈានខុសមួយជំហានខ្ញុំអាចស្លាប់នៅទីនេះបានមើលទៅយីសិនច្បាស់ជាចង់សម្លាប់ខ្ញុំហើយប្រើប្រាស់នឹងការភ្នែកអាទ្រីរបស់គាត់ដើម្បីសម្លឹងមើលនៅកន្លឹះយន្តគាត់ក៏បានឃើញកន្លឹះអក្សរជាច្រើនកំពុងតែមានចលនាដើរតាមអក្សរនីមួយៗហក់លោតចូលទៅកុំឲ្យជួបអន្ទាក់សម្លឹងទៅខាងមុខយើងក៏បានឃើញចំហាយធម្មពលរបស់កូនកញ្ជ្រោងជាច្រើនកំពុងតែសម្រុកចូលមកវាប្រហារយុនហ្វៃបន្តិចគាត់ក៏បានគេចផុតបកមកវិញបុកគាត់ធ្វើឲ្យជ្រុលជើងជន់ទៅលើកន្លឹះយន្តដែលគឺជាសញ្ញាពណ៌ក្រហមគ្រោះថ្នាក់ពេលនោះមេឈើដែលនៅស្ងៀមចាប់ផ្ដើមមានចលនាវាប្រហារមករកយុនហ្វៃដែលធ្វើឲ្យគាត់ក៏បានប្រើប្រាស់ធម្មពលលេចឡើងជាខែការពារប៉ុន្តែប្រលឹងវិញ្ញាណបិសាចកញ្ជ្រោងតូចៗជាច្រើននៅតែបន្តវាប្រហារមករកគាត់ប្រញាប់ស្ទប់បន្លាស់ទីចុះឡើងយ៉ាងលឿនដើម្បីគេចពីការវាប្រហារទាំងអស់នោះគេចុះគេចឡើងនៅតែត្រូវបានមេឈើទាំងអស់នោះចាប់ចងដៃចងជើងជាប់ឆ្កាងគាត់នៅមួយកន្លែងប្រលឹងវិញ្ញាណបិសាចកញ្ជ្រោងក៏បានស្ទុះចូលមកហាមាត់ស្រូបយកអំណាចធម្មពលរបស់គាត់បន្ទាប់មកពួកវាក៏បានត្រឡប់ចូលទៅក្នុងប៉មវិញចាក់បញ្ចូលនូវធម្មពលទៅក្នុងបិសាចកញ្ជ្រោងកន្ទុយ3ដែលធ្វើឲ្យនាងក៏បានប្រែក្លាយទៅជារូបរាងរបស់មនុស្សវិញអារម្មណ៍មួយនេះពិតជាអារម្មណ៍នៃអំណាចធម្មពលដ៏ខ្លាំងក្លាបានត្រឡប់មកវិញមែននឹងហើយយើងមកស្គាល់ពីឈ្មោះពេទ្យរបស់នាងគឺជាកញ្ជ្រោងបុរាណឈ្មោះថាហ៊ូមីលិតដៃបន្តិចនាងក៏បាននិយាយថាខ្ញុំចង់បានបន្ថែមច្រើនជាងនេះទៀតបញ្ជានៅប្រលឹងវិញ្ញាណកូនចៅរបស់នាងជាច្រើនទៀតដើម្បីទៅស្រូបយកអំណាចធម្មពលប្រលឹងវិញ្ញាណរបស់យុនហ្វៃសម្រាប់រឿងនឹងផងដែរមានបានសម្រាយចប់មួយរដូវកាលហើយដែលមានដល់ភាគទី20និយាយពីសាច់រឿងវិញគឺល្អមើលកប់តែម្ដងប្រសិនបើអ្នកទាំងអស់គ្នាចង់ទស្សនាភាពបន្តភ្លាមៗអាចចូលជាសមាជិកកូនគោរព VIP របស់ Admin បានក្នុងនឹងផងដែរមិនមែនមានតែមួយរឿងនឹងទេនៅមានរឿងផ្សេងទៀតដែលមានបានសម្រាយបច្ចុប្បន្នគឺកំពុងតែទម្លាក់រឿងថ្មីសរុប
អាចមានដល់ជិត10រឿងចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះចាប់អារម្មណ៍ link Telegram នៅក្រោម comment អាចឆានមកបានគ្រប់ពេលហើយសាច់រឿងភាគទី14របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបាននិយាយឡើងសម្រាប់ពេលនេះ admin សូមជម្រាបលាបាយបាយ